បាទសួស្តីអ្នកទាំងអស់គ្នាចឹងសូមស្វាគមន៍មកកាន់Channel ឈ្មោះ Houdimi ទាំងអស់គ្នាចឹងថ្ងៃផងដែរយើងមានមេរៀនតពីថ្ងៃមុនហើយចឹងថ្ងៃមុនយើងរៀនបានស្រៈនិងព្យញ្ជនៈចំនួន15តួបាទអញ្ចឹងសម្រាប់ថ្ងៃនេះគឺយើងបន្តនៅព្យញ្ជនៈចំនួន5តួទៀតបាទចឹងមុននឹងចូលព្យញ្ជនៈគឺយើងរំលឹកមេរៀនដែលបានរៀនសារឡើងវិញសិនហើយអញ្ចឹងទី1យើងនិយាយអំពីប្រភេទតួអក្សរណាហើយប្រភេទតួអក្សរគឺមាន3តួ Hiragana Katakana និង Kanji ណាហើយនេះគឺជាតារាង Hiragana ទាំងអស់ហើយនេះគឺជាតារាង Katakana ទាំងអស់ហើយនេះគឺជាតារាងគំរូនៃអក្សរ Kanji ហើយនេះគឺជាតារាងគោលនៃតួអក្សរ Hiragana ហៅថា Seon ហើយនេះគឺជាតារាងស្រៈមាន a i u e o ណាហើយចំណែកនេះគឺជាព្យញ្ជនៈមាន14ហើយនេះគឺជារបៀបសរសេរអក្សរហើយវាមាន3របៀបទី1គេហៅថា Tomemas Tomeru ឬក៏ Tome ហើយ Hanemas Haneru ឬក៏ Hane ហើយយ៉ាងមួយទៀត Haraimas Harau ឬក៏ Harai ណាហើយអញ្ចឹងវាមានការបែងចែកតាមនីមួយៗឧទាហរណ៍ Tomemas ឈប់នៅចុងអក្សរ Hanemas នៅចុងអក្សរមានកលៈដូចទំពោះហើយ Haraimas នៅចុងអក្សរគឺយើងគូសចោលលក្ខណៈសម្គាល់របស់វាគឺត្រង់ភាពស្រួចហើយបន្តមកទៀតគឺអក្សរអស្រៈណាដែលយើងបានរៀន i ư e o ហើយតាមហ្នឹងគឺជាស្រៈណាបន្តមកព្យញ្ជនៈកគិគឺកេហើយកណាបន្តមកទៀតសៈសិសឺសេសណាអញ្ចឹងសម្រាប់ថ្ងៃនេះគឺយើងចូលនៅសំឡេងអក្សរតណាតោះអញ្ចឹងយើងមើលអក្សរទី1ហើយគេអានថាតណាសំឡេងខ្យល់តហើយអញ្ចឹងសម្រាប់ជួរតនេះអានតក៏បានថក៏បានតែជាគោលគឺគេអានសំឡេងតណាអញ្ចឹងយើងអានថាតហើយឥឡូវយើងមើលរបៀបសរសេរខាងស្ដាំដៃហើយទី1ណាichi ហើយ ni ហើយណាsan ណាមួយទៀតគឺ shi ណាហើយអញ្ចឹងវាមាន4គំនូសហើយម្ដងទៀត ichi ni san shi ហើយអញ្ចឹងត្រង់ផ្នែកខាងក្រោមណាផ្នែកខាងក្រោមនេះគឺជាតួអក្សរកុហើយគឺជាតួអក្សរកុហើយគឺយើងសរសេរដូចអក្សរកុដែរណាអញ្ចឹងយើងសរសេរកលៈក៏បានអត់កលៈក៏បានដែរអញ្ចឹងពាក្យដែលចេញពីអក្សរតនេះហើយដូចជាតកិណាតកិបកប្រែថាទឹកជ្រោះណាបន្តមកទៀតចូលអក្សរមួយទៀតហើយក៏ប៉ុន្តែអក្សរនេះអត់អានសំឡេងអក្សរតទេវាអានប្លែកជាងគេបន្តិចគឺអានទៅជាសំឡេងអក្សរឈណាហើយសំឡេងអក្សរឈហើយអញ្ចឹងអក្សរនេះអានថាឈិណាឈិហើយអក្សរឈិមាន2គំនូសហើយអញ្ចឹងយើងមើលរបៀបសរសេរខាងស្ដាំដៃអ្នកនរគ្នាហើយទី1 ichi ni ហើយនេះមាន2គំនូសម្ដងទៀត ichi ni ហើយពាក្យដែលចេញពីអក្សរនេះគឺមានឈិតទេណាឈិមួយម៉ាត់ហ្នឹងក៏មានជាពាក្យដែរណាឈិបកប្រែថាឈាមណាឈាមហើយអញ្ចឹងចុងផ្នែកខាងក្រោមនៃអក្សរឈិនេះគឺយើងគូសចោលហើយគូសចោលគឺយើងហៅថាហារ៉ាវណាបន្តមកទៀតអក្សរសឹអក្សរនេះហើយរៀងពិបាកបញ្ចេញសម្លេងបន្តិចហើយគឺយើងអត់អានតាមជួរអក្សរតទេហើយបើយើងអានតាមជួរអក្សរតគឺយើងត្រូវអានថាទឹកហើយតែអក្សរនេះយើងអត់អានថាទឹកទេគឺយើងអានថាសឹហើយវារៀងពិបាកបញ្ចេញសម្លេងបន្តិចហើយណាសឹហើយអ្នកខ្លះគាត់អានអត់ចេញឬក៏អានអត់ដូចគាត់អានទៅជាសម្លេងខ្យល់សទៅជាសឹហើយក៏ប៉ុន្តែយើងអានអត់អានថាសឹទេយើងអានថាសឹអានថាសឹហើយអញ្ចឹងយើងមើលរបៀបសរសេរខាងស្ដាំដៃទាំងអស់គ្នា ichi ហើយណាម្ដងទៀត ichi ហើយម្ដងទៀត ichi ណាហើយផ្នែកខាងក្រោមរបស់វាគឺគូសចោលណាហារ៉ាគូសចោលហើយពាក្យដែលប្រើចេញពីអក្សរសឹហើយមានដូចជាស្គិណាស្គិហើយស្គិបកប្រែថាព្រះច័ន្ទណាព្រះច័ន្ទហើយបន្តមកទៀតចូលមកកាន់អក្សរ
ដែលអានទៅជាសម្លេងដើមមកវាវិញហើយគឺអក្សរតេណាតេហើយអក្សរតេហើយមានមួយគំនូសអញ្ចឹងយើងមើលវាសរសេរក្នុងស្នាមដៃហើយអ៊ីឈីណាហើយម្ដងទៀតអ៊ីឈីហើយម្ដងទៀតណាអ៊ីឈីហើយអញ្ចឹងគឺមិនពិបាកសេទេហើយមានមួយគំនូសណាអញ្ចឹងពាក្យដែលផ្ដើមចេញអក្សរតេនេះគឺតេមួយម៉ាត់ខ្លួនឯងហើយបកប្រែថាដៃណាដៃអញ្ចឹងចុងផ្នែកខាងក្រោមនៃអក្សរនេះគឺយើងសរសេរបែបឈប់ធំមេរឹកណាយើងសរសេរគូសចុះមកគឺយើងឈប់បន្តិចហើយដកដៃចេញអាហ្នឹងគេហៅថាធំមេរឹកហើយចុងក្រោយនៃអក្សរសំឡេងខ្យល់តគឺអក្សរតអក្សរតណាអក្សរតមាន2គំនូសហើយឥឡូវយើងមើលវាសរសេរទី1ណាអ៊ីឈីនីហើយម្ដងទៀតអ៊ីឈីនីហើយអញ្ចឹងគំនូសកន្លែងដែលស៊ីគ្នានេះគឺយើងអត់សេឲ្យហួសទេណាបើពេលខ្លះយើងចូលសេហួសបន្តិចក៏វាអីដែរតែជាគោលគឺយើងទៅសេអត់ហួសទេហើយអញ្ចឹងយើងអាចនិយាយថាមួយទៀតអក្សរនេះស្រដៀងអក្សរអង់គ្លេសអក្សរអីគេដែរគឺអក្សរ Y ណាស្រដៀងនឹងអក្សរ Y អង់គ្លេសហើយអូខេអញ្ចឹងពាក្យដែលផ្ដើមចេញពីអក្សរតហើយគឺតូណារីណាតូណារីបកប្រែថានៅក្បែរណានៅក្បែរហើយបាទសម្រាប់ថ្ងៃនេះគឺយើងរៀនចំនួន5អក្សរហើយគឺសំឡេងខ្យល់អក្សរតណាក៏តែក្នុងតហ្នឹងគឺមាន2អក្សរអត់អានទៅជាសំឡេងតទេគឺអានសំឡេងបែបផ្សេងហើយអញ្ចឹងអក្សរមុនដំបូងគេដែលយើងបានរៀនបាញ់មិញនេះគឺអក្សរតហើយបន្តមកទៀតគឺអក្សរឈិណាបន្តមកទៀតសឹណាមួយទៀតតេហើយដែលចុងក្រោយគឺតហើយមិនមែនតុទេណាតហើយអញ្ចឹងថ្ងៃនេះយើងរៀន5អក្សរនេះហើយអញ្ចឹងនៅវីដេអូបន្ទាប់យើងនឹងរៀនខ្យល់សំឡេងអក្សរ no ឬក៏ no វិញម្ដងណាអញ្ចឹងអូខេអ្នកនរគ្នាចាំជួបគ្នានៅវីដេអូបន្ទាប់ទៀតហើយបាយ